ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាជាថ្មីនិយាយអំពីការធាក់អក្សរដែលមានបញ្ហាតើការធាក់អក្សរដែលមានបញ្ហាមានលក្ខណៈបែបណាខ្លះការធាក់អក្សរដែលមានបញ្ហាចំណុចទី1គឺជាការធាក់អក្សរដែលមានពណ៌សទៅដោះគោហើយមានលក្ខណៈកកដុំៗនៅលើតំបន់ទ្រាមាសឬមួយក៏ជាកតិកក្តាស់ដែលមានលក្ខណៈរមាស់នៅលើតំបន់ទ្រាមាសការធាក់អក្សរទី2គឺជាការធាក់អក្សរដែលមានពណ៌លឿងចាស់បែបបៃតងហើយការធាក់អក្សរទី3គឺជាការធាក់អក្សរដែលមានពណ៌ផ្កាឈូកនិងទី4គឺជាការធាក់អក្សរមានរាយឈាមបើសិនជាបងប្អូនស្ត្រីយើងទាំងអស់គ្នាកំពុងតែជួបប្រទះបញ្ហាឬមួយក៏អាការៈដូចជាអ្វីដែលនាងខ្ញុំបានរៀបរាប់ខាងលើនេះសូមបងប្អូនទាំងអស់គ្នាទៅជួបជាមួយនឹងគ្រូពេទ្យជំនាញឬមួយក៏បច្ចេកបណ្ឌិតខាងជំនាញបញ្ហារបស់ស្ត្រីឬមួយក៏បងប្អូនទាំងអស់គ្នាអាចធ្វើការប្រឹក្សាយោបល់ជាមួយនឹងនាងខ្ញុំផ្ទាល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងហើយនៅក្នុងវីដេអូក្រោយយើងនឹងនិយាយអំពីមូលហេតុដែលបណ្ដាលឲ្យមានការធាក់អក្សរមានបញ្ហាចាជាចុងក្រោយនេះនាងខ្ញុំសូមអរគុណ